បសួរលោកគ្រូអ្នកគ្រូដែលសារតែមានស្លាយជាច្រើនតែក៏មានបញ្ហាតាក់ទងទៅនឹងការបញ្ចូលទូឬក៏អវត្តមាននៅក្នុងឆមាសទី1បានអញ្ចឹងលោកគ្រូអ្នកគ្រូមកកំណត់កន្លែងឆ្នាំសិក្សាឡើងវិញនេះដូចជាសាលាវិទ្យាល័យហ៊ុនសែនចំការដងដែលគាត់កំពុងតែខមមិនហេតុឲ្យគាត់បញ្ចូលបានអញ្ចឹងនេះសម្រាប់ការបច្ឆេទឆមាសទី1គាត់ចាត់ទុកនៅក្នុងថ្ងៃទី28ខែ2ចាប់ឆមាសទី1ហើយឆមាសទី2គាត់ចាប់ផ្ដើមនៅចន្លោះ2ខែ5ទៅអញ្ចឹងឥឡូវថ្ងៃទី3ខែ3គឺជាពេលវេលាមួយដែលមិនមែនស្ថិតនៅក្នុងការសិក្សាទេអញ្ចឹងគឺយើងអាចធ្វើអីបញ្ចូលបន្ទូឬក៏អាចដាក់វត្តមានអីបានទេអញ្ចឹងដើម្បីអានឹងបានគឺយើងត្រូវចូលមក edit មកអញ្ចឹងថតថាបើចង់បដូរបកកែនៅក្នុងឆមាសទី1ឬក៏បរួមបរិយាឆមាសទី2ហ្នឹងគឺយើងអមថានេះយើងកំណត់មើលវាមកត្រឹមខែបានចាប់ផ្ដើមពីខែ2ទៅអីចឹងទៅឧទាហរណ៍ប៉ុន្តែបើថាខែ3ទៅឧទាហរណ៍ថាវាមិនហ្នឹងឯងអានេះនៅក្នុងឆមាសទី1ឡើយទេអញ្ចឹងយើងមកកែនៅថ្ងៃបញ្ចប់នេះវិញមកអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់វាត្រឹមថ្ងៃទី31ខែ3ចុះដោយសារជាន់គ្នាអញ្ចឹងខ្ញុំសូមបដូរនេះវិញអូខេអញ្ចឹងនៅពេលដែលយើងកំណត់អានឹងហើយយើងមក run អានេះឡើងវិញអញ្ចឹងឆមាសទី1គឺយើងកំណត់អានឹងឡើងវិញមកអូខេអញ្ចឹងនៅពេលដែលកំណត់ហើយនេះអញ្ចឹងគឺយើងកំណត់អានឹងហើយឥឡូវទៅចូលទៅវិញអញ្ចឹងនៅពេលដែលយើងកំណត់ប៉ុណ្្នឹងហើយគឺនៅពេលដែលយើងចូលទៅកន្លែងបញ្ចូលបន្ទុកគឺវានឹងឲ្យកន្លែងដាក់វត្តមានគឺនឹងវានឹងឲ្យយើងដាក់ធម្មតាវិញហើយអញ្ចឹងសម្រាប់បញ្ហាហ្នឹងគឺយើងគ្រាន់តែទៅមកអាប់មកធ្វើបច្ចុប្បន្នភាពឡើងវិញនៅកន្លែងនេះកំណត់រចនាសម្ព័ន្ធទី1ឆ្នាំសិក្សាគឺយើងពង្រីកថ្ងៃបញ្ចប់ឆមាសទី1ឬក៏អីគេការចាប់ផ្ដើមនៅឆមាសទី2ឲ្យត្រឹមត្រូវមកទី2គឺយើងអាប់ដេតឡើងវិញនៅកន្លែងសប្